ស្រណងម៉ែធ្នមពីបីតតឹងលើកដាក់ងាយអងរឹងដៃម្ដាយទៀងខ្សែពេលណាកូនឃ្លានកូនស្រែករកម៉ែម្ដាយស្ទុំថ្នមបំពេមាសមេបញ្ចុកដងអាសូរម៉ែទ្រាំដេកលើភ្លើងក្តៅមកម៉ែអមស្រមើម៉ែនៅតែទ្រាំហើយនឹងឈាមកាត់ទៅវល់ខំកូនជូងអើយកូននោះម្ដាយលៀងកុំស្ងួតដៃហើយកូនជូងអើយកូននោះម្ដាយលៀងហើយកុំស្ងួតដៃដល់ពេលកូនធំពេញវ័យសិក្សាម៉ែអើយចូលសាលាហើយណាកូនថ្លៃម៉ែទិញសំពត់ខោអាវសៅស្បៃកត់ផ្គង់ហូបចំណៃកូនថ្លៃគ្មានចន់ឡងឥឡូវកូនធំពេញវ័យសិក្សាម៉ែអើយចូលសាលាហើយណាកូនថ្លៃម៉ែទិញសំពត់ខោអាវសៅស្បៃកត់ផ្គង់មកហូបចំណៃកូនថ្លៃគ្មានចន់ឡងកត់ផ្គង់អើយកូនថ្លៃមិនហើយមានចន់ឡងអាសូកូនណាស់មិនតាន់យល់ន័យស្អែកទៅអើយតាមប្តីឃ្លាតពីម្ដាយឪពុកពិតក្នុងចិត្តកូនជាទីស្រឡាញ់ឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណា
កូនប្រៀបបីដូចជាកែភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់ពីរកាពះពីររបស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នាលើការតបស្នងអ្វីក្រៅតែអំពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចុះសូម្បីមេដាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមានមិនបានក៏ដោយឲ្យទៅថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តកាលដែលកូនមាននំមានផ្លែឈើយកមកជូននោះពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលបរិភោគទទួលទានដោយពេញចិត្តពិតសម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេដាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរចំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ឪពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនបានជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតក៏ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមកទិញផ្លែឈើល្អឲ្យមកយ៉ាងម៉េចរួចទៅម្ល៉េះហើយមេដាបិតាខ្លះក៏បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិនធ្លាប់ដែលបានឃើញកូនក្រាបសំពះខ្លួនម្ដងផងពាក្យពេចន៍ម៉ែឪកូនត្រូវចាំបណ្ដាំទឹកចិត្តពិតពាក្យព្រំពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំនិយមព្រះពុទ្ធវិសុទ្ធពេជ្រអរុណពើមាសជារស្មីសម្ដីម៉ែឪត្រូវរំលឹកចំកុំឲ្យភ្លេចពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាសទ្វីបលោកល្អស្រស់ព្រោះសូរិយាមេដាបិតាគឺជាព្រះជាដួងសូរិយាយាត្រារះកូនត្រូវសំពះទិសបូពីទិសបូមានន័យបុព្វការីបង្កើតប្រុសស្រីពេញពាក្យសទ្ធាពាក្យពេចន៍ម៉ែឪត្រូវដូចជាសូរិយាក្នុងគ្រាបំភ្លឺលោក2គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីមានអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នានៅប្រទេសខាងលិចភរិយាតែងយកតកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នា